អរុនសួស្តីបងប្អូនរបស់យើងទាំងអស់គ្នាថ្ងៃនេះថ្ងៃសុក្រចុងសប្តាហ៍ថ្ងៃនេះយើងមកមើលកញ្ញាពូជរបស់យើងដែលយើងខំមើលថែយូរហើយយើងតែងតែឲ្យឡើងមកស៊ីស្មៅជារៀងរាល់ព្រឹកណាស្មៅនេះមិនសូវសម្បូរទេពីច្រើនគេមកស៊ីនៅទីនេះឯងហើយច្រើនដែរយើងកំពុងតែកម្រងទិញថែមទេតែលុយនៅស្ទើរក៏តាមស្ថានភាពជាក់ស្ដែងចឹងទៅគេតែគេមកជាក្រុមគ្នាគេនៅក្នុងទៀតណា2 4 6 8 10 12 14 16 18 20 22 24 26 28 32 34 ក្បាលនេះ34ក្បាលទៅគេស្គាល់ផ្លូវទៅវិញណាពេលដែលវាឃើញយើងមកមានន័យថាយើងដេញវាទៅវិញហើយគេដឹងមកដែលម្ចាស់ដេញទៅវិញអញ្ចឹងណាទៅគេទៅជាជួមួយជួទៅខាងហាត់នេះគេវាចេញមកស៊ីស្មាតែពេលព្រឹកពេលថ្ងៃតែគេឃ្លានគេមកហើយព្រោះម្ចាស់ឡាយរវល់អាយុធំនេះស្អីច្បាស់មើលដិតដល់នេះហើយទឹកស្រះក៏មិនទាន់មានអីងូចព្រោះនេះវាមានទឹកស្រះទៀតគេសប្បាយគេព្រឹកឡើងគេចាប់ផ្ដើមទៅស្វែងរកក្តីសុខគេវិញទៅត្រង់គេវិញណាយើងដេញព្រោះពេលខ្លះវាទាំងថ្នល់វាជាប់ថ្នល់ហើយលោពេលខ្លះវាទៅថ្នល់ឡានអត្រាក់អីជន់ទៅយើងពិបាកគេវិថាទឹកស្រះនេះវិញតែតនមានទឹកអីឲ្យងាងឡើងទេបងប្អូនរកឃើញពីមុនមកទឹកពេញព្រៀបនេះឡើយអត់ទេសម្រាប់ទឹកដក់បន្តិចក៏អត់ទាន់មានដែរតែចន្ទីអីហ្នឹងតែมันដុតវាឲ្យឆ្លាស់ដើម្បីគ្រៀបឲ្យកងានចេញណាដល់ហើយបាយ